ជំរាបសួរមកដល់គ្នាសប្បាយចិត្តអត់ចាថ្ងៃនេះគឺនេះគឺវីដេអូមានមេរៀនមួយយកមកចែករំលែកតែមេរៀនអ្នកគ្រូថ្ងៃហ្នឹងគឺនិយាយអំពីតើតើទៅនឹងសុខភាពទៀតទេចាហ្នឹងហើយចាមេរៀនថ្ងៃហ្នឹងគឺនិយាយអំពីតើតើទៅនឹងក្មេងចាហេតុអីបានជាក្មេងទៅបង្កើតមានបែកញើសនៅបាតដៃបាតជើងឬក៏ក្បាលចាបងប្អូនដែលសង្កេតមើលទេចាគឺមួយផ្លែតសោះគឺជោកហ្មងណាបាតដៃមើលបាតដៃជោកមើលបាតជើងជោកចាមើលក្បាលបន្តិចជោកចាទាំងតែពេលខ្លះហ្នឹងនៅក្នុងដង្ហើសោះហ្នឹងចាឲ្យគាត់ពីថាងាយនឹងបែកញើសនឹងខ្លាំងមែនតើចាហេតុអីទៅចង់ដឹងហ៎បើចង់ដឹងកុំភ្លេចតាមដានវីដេអូនឹងឲ្យចប់ទាំងអស់គ្នាណាចាហ្នឹងហើយចឹងបងប្អូនដឹងហើយថាសុខភាពក្មេងចាគឺក្មេងជាពិសេសគឺក្មេងតូចដែលទៅនឹងកើតតែម្ដងចាមួយឆ្នាំចុងក្រោមណាចាយើងត្រូវតែតាមដានសង្កេតមើលអំពីសីតុណ្ហភាពស្បែករបស់គាត់ក៏ដូចជារាងកាយរបស់គាត់ទាំងមូលទាំងស្រុងចាអាសាតាមដានអាសាផ្ដិតមើលហើយជាម៉ាក់គឺត្រូវតែមានតែ1ម៉ែត្រក៏ដូចជាមានថ្នាំបង្ការការក្តៅការអីជាដើមនៅក្នុងផ្ទះដើម្បីការពារនៅពេលដែលកូនយើងមានបញ្ហាហ្នឹងគឺយើងញ៉ាំថ្នាំព្រាមទៅការពារកុំឲ្យមានបកាច់កុំឲ្យមានក្តៅខ្លាំងអីអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងយើងត្រូវតែមាននៅក្នុងផ្ទះចាអញ្ចឹងដូចមេរៀនយើងដែរគឺនិយាយអំពីតើទៅនឹងការបែកញើសចាហេតុអីទៅបានជាក្មេងតូចហ្នឹងណាអាយុក្រោម1ឆ្នាំហ្នឹងច្រើនតែបែកញើសខុសពីធម្មតាចាគឺគាត់ពាក់បិជើងឬក៏ពេលខ្លះអត់ពាក់បិជើងទេចាគឺបាតដៃបាតជើងដូចជាក្បាលរបស់គាត់ហ្នឹងចាងាយនឹងបែកញើសជោកតែម្ដងខ្លះដូចហូរដូចមុតទឹកចឹងណាចាចង់ដឹងអត់បើចង់ដឹងកុំភ្លេចស្ដាប់ទាំងអស់គ្នាចាដោយសារហេតុអីទៅចាដោយសារតែនៅក្នុងរាងកាយមិនថាក្មេងមិនថាចាស់ទេចាគឺមានគេហៅថាក្រពេញអរម៉ូនមុខងារផ្សេងគ្នាដើម្បីធ្វើការក្រើងចាអញ្ចឹងដូចជាមនុស្សធំអញ្ចឹងគឺឧទាហរណ៍ថាមនុស្សធំគឺយ៉ាងម៉េចគឺមានការចេះគ្រប់គ្រងអារម្មណ៍អរម៉ូនរាងកាយរបស់ខ្លួនឯងហ្នឹងបានច្រើនរីឯក្មេងនៅតូចគឺអត់តន់ចេះគ្រប់គ្រងទេចាហ្នឹងហើយពេលខ្លះគាត់ចង់ធ្វើអីគឺតាមចិត្តគាត់តាមអីចឹងទៅចាឲ្យតេទៅទៅនឹងរាងកាយសុខភាពរបស់គាត់មួយចំនួនគឺគាត់អត់តន់អាចគ្រប់គ្រងបានទេដូចជាពេលដែលគាត់នៅក្នុងពោះម្ដាយគឺការដកដង្ហើមការដកដង្ហើមបេះដូងរោគស្អីហ្នឹងគឺគ្រប់គ្រងដោយម្ដាយចាគឺគេហៅថាជាមួយម្ដាយតែម្ដងម្ដាយខឹងកូនខឹងម្ដាយយំកូនយំម្ដាយសើចកូនសើចចាម្ដាយដកដង្ហើមកូនដកដង្ហើមម្ដាយហត់កូនហត់ចាតែនៅពេលដែលគាត់កើតចេញមកគឺការគ្រប់គ្រងទាំងអស់ហ្នឹងគឺត្រូវបានផ្ដាច់ចាគឺកាត់ផ្ដាច់ពីម្ដាយមកធ្វើការគ្រប់គ្រងដោយខ្លួនឯងអញ្ចឹងនៅពេលដែលគាត់កើតមកគាត់ចាប់ផ្ដើមធំពេញវ័យបន្តិចម្ដងការគ្រប់គ្រងនេះគាត់ចាប់ផ្ដើមគ្រប់គ្រងបានបន្តិចម្ដងតែសួរថាពេលដែលគាត់កើតភ្លាមគាត់អាចគ្រប់គ្រងបានទាំងអស់អត់គឺអត់ទេចាមិនថារាងកាយអ្វីទេចាគាត់ថាការដកដង្ហើមបេះដូងអីហ្នឹងគាត់អាចគ្រប់គ្រងដោយខ្លួនឯងបានព្រោះថាបើសិនជាគាត់អត់អាចដកដង្ហើមដោយខ្លួនឯងអត់អាចមានបេះដូងលោតដោយខ្លួនឯងទេគឺគាត់មិនអាចមានជីវិតទេមែនទេចាហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់គឺគាត់អាចគ្រប់គ្រងខ្លួនឯងបានប៉ុន្តែតើតើទៅនឹងកពេញមុខងារតើទៅនឹងញើសចាការបង្កើតញើសចាហ្នឹងហើយការហូរញើសបែកញើសនេះគឺគាត់អត់ទាន់អាចគ្រប់គ្រងខ្លួនឯងបានទេចាអញ្ចឹងនៅពេលដែលអត់អាចគ្រប់គ្រងបានហ្នឹងគឺធ្វើឲ្យញើសហ្នឹងគឺចេញតាមតែចិត្តតាមអីអរម៉ូនតែម្ដងតែចាគាត់ក្តៅតិចអីតិចគឺវាហូរវាញើសដោយខ្លួនឯងអត់អាចគ្រប់គ្រងបានទេអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងចង់បញ្ជាក់ថាបងប្អូនអរគ្នាមិនបាច់ភ័យទេបើសិនជាកូនមានបែកញើសនៅបាតដៃបាតជើងឬក៏ក្បាលច្រើនចាអាយុក្រោម1ឆ្នាំភាគច្រើនគឺមិនអីទេដោយសារតែក្រពេញចាបញ្ចេញញើសគឺគាត់មិនទាន់អាចគ្រប់គ្រងដោយខ្លួនឯងបានណាចាហ្នឹងហើយបើសិនជាមនុស្សធំបើសិនជាមានការបែកញើសខ្លាំងខុសពីធម្មតាអាហ្នឹងគឺជាជំងឺដែលត្រូវការទទួលការព្យាបាលពីអ្នកជំនាញអីចឹងទៅចាប៉ុន្តែបើក្មេងចានៅតូចក្រោម1ឆ្នាំហ្នឹងគឺមិនអីទេចាហ្នឹងហើយដោយសារតែគាត់អត់ទាន់អាចគ្រប់គ្រងនៅក្រពេញមួយចំនួនដែលធ្វើការផលិតញើសហ្នឹងទេចាហ្នឹងហើយអញ្ចឹងហើយវារៀងបែកញើសច្រើនអញ្ចឹងកុំភ័យព្រួយកុំបារម្ភគ្រាន់តែយើងអាសាងូតទឹកអីគាត់នឹងដាក់គាត់នៅកន្លែងត្រជាក់លហើយដាក់ដង្ហើមដាក់អីចឹងណាកុំឲ្យគាត់បែកញើសខ្លាំងពេកអីចឹងទៅចាហ្នឹងហើយព្យាយាមគេហៅថាធ្វើម៉េចកុំឲ្យគាត់បែកញើសខ្លាំងទៅឃើញគាត់បែកញើសយើងងូតទឹកឲ្យឃើញគាត់បែកញើសឡើងចែងថ្ងៃយើងងូតទឹកឲ្យចាឃើញគាត់បែកញើសបាត់ដៃបាត់ជើងយើងដាក់ដង្ហើមដាក់អីចឹងទៅណានៅក្នុងកន្លែងណាត្រជាក់លហើយកុំក្តៅពេកអីចឹងទៅណោះចាអញ្ចឹងយល់ដល់គ្នាចាសង្ឃឹមថានឹងយល់ហើយនឹងមិនភ័យព្រួយនឹងមិនបារម្ភខ្លាំងពេកទេចាចំពោះក្មេងគឺមិនអីទេដោយសារតែគាត់មិនទាន់អាចគ្រប់គ្រង
ក៏ពេញមួយចំនួននៅក្នុងរាងកាយរបស់គាត់បានចាហ្នឹងហើយបងដូចចាដើម្បីមានខ្លាំងគឺមានបញ្ហាហើយធ្វើការប្រឹក្សាជំនាញក៏ដូចជាធ្វើការព្យាបាលអីចឹងដែរចាតែបើក្មេងអត់អីទេចឹងហើយកុំបារម្ភចាវានឹងបាត់បន្តិចម្ដងនៅពេលដែលក្មេងកាន់តែធំចាហ្នឹងហើយនៅពេលដែលគាត់កាន់តែធំទៅគឺលែងអីហើយបែកញើសខ្លាំងលុះតើគាត់ពុតលេងខ្លាំងអីចឹងទៅបើធម្មតាគឺគាត់មិនបែកញើសទេចាបើក្មេងតូចជួនកាលអត់ធ្វើអីផងក៏បែកញើសដែរណាចាអញ្ចឹងយើងឆ្ងល់ចឹងណាចានឹងអញ្ចឹងអត់អីទេតិចទៀតទៅវាលែងអីហើយចាប៉ុន្តែយើងគាត់ត្រូវតែជួយគាត់ដែរចាជួយគាត់មុខទឹកឲ្យគាត់ជួយដាក់កន្លែងតិចកន្លែងលហើយអីចឹងទៅចាហ្នឹងមកគ្នាចឹងមានអ្នកគ្រូគឺមិនទេចាសូមអរគុណសូមជម្រាបលាជួបគ្នានៅបន្តហើយបើសិនជាចង់អានមេរៀនច្រើនខ្ញុំសូមជួយfollow page មន្ទីរពេទ្យអ្នកក្តីស្រឡាញ់និងស្នាមត្រី ឬក៏ជួយ subscribe channel YouTube អ្នកគ្រូពេទ្យអេមបេដាមអ្នកបុតផងហើយបើសិនអ្នកចង់ទទួលសេវាទៅនឹងការរំលោភមិនថាការប្រើប្រាស់ថ្នាំដូចជាការបូមទេបង្ហាញទៅតាម page មន្ទីរពេទ្យអ្នកក្តីស្រឡាញ់និងស្នាមត្រីឬក៏តាមទៅកាន់រូបផ្ទាល់096 4285 575បានចាសូមអរគុណសូមជម្រាបលាបាយបាយ Love you